ខ្ញុំចង់លក់ចាប់ហួយតើចាប់ដើមនៅពេលណាតាចាជម្រាបសួរបងប្អូនទាំងអស់គ្នាចាស្វាគមន៍មកកាន់ Channel របស់នេះខ្ញុំតាំងជាថ្មីសម្រាប់អ្នកចង់លក់ចាប់ហួយហើយអត់ទាន់ចាប់ដើមអីសោះបងប្អូនដើមពីដំបូងណាខ្ញុំនិយាយដើមពីដំបូងខ្ញុំដើមលក់ឆ្នាំ2024ចុងឆ្នាំដើមឆ្នាំ2025ហើយលើចង់ផ្លាច់ឆ្នាំ2025ហើយអញ្ចឹងចិត្តបានមួយឆ្នាំរបស់ខ្ញុំហើយអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់លក់ហើយចង់លក់អត់ទាន់ចាប់ដើមសោះណាសម្រាប់ខ្ញុំនិយាយសម្រាប់អ្នកដែលអត់ទាន់ចាប់ដើមសោះបងប្អូនអាចចាប់ដើមបានបើសិនជាបងប្អូនបើកវីដេអូនេះគឺខ្ញុំលើកចិត្តឲ្យបងប្អូនចាប់ដើមបានតែម្ដងបងប្អូនមិនថាបងប្អូនជាអ្នកធ្វើការឲ្យគេឬក៏យើងធ្លាប់រកស៊ីអីផ្សេងៗអញ្ចឹងចង់បើកចាប់គួយនៅផ្ទះខ្លួនយើងនៅផ្ទះខ្លួនឯងអញ្ចឹងនៅមើលកូនមើលអីដូចខ្ញុំអញ្ចឹងបានបងប្អូនចាសម្រាប់ដើមទុនដំបូងបងប្អូនមិនបាច់ដាក់ច្រើនណាស់ទេបានអីចឹងដាក់បន្តិចតិចទៅបងប្អូនគ្រឿងនេះទៅយើងលក់តាមភូមិតាមស្រុកចឹងគ្រឿងស្ករប៊ីចេគឺត្រូវតែមានតែយើងមិនបាច់ទិញច្រើនទេខ្ញុំនេះខមមិនឲ្យបងប្អូនគឺមិនបាច់ទិញច្រើនព្រោះអីយើងលក់ដំបូងអញ្ចឹងបងប្អូនដាក់អីវ៉ាន់ច្រើនគឺអាចនឹងស្ទះអីវ៉ាន់បងប្អូនហើយយើងត្រូវការដាក់លុយទៅអីវ៉ាន់ផ្សេងបងប្អូនពេលខ្លះយើងដាក់លុយយើងយកអីវ៉ាន់ហ្នឹងមកលក់តែពេលអីវ៉ាន់ហ្នឹងមកដល់ថាអត់សូវមានអ្នកតែអញ្ចឹងយើងដាក់តិចតិចសិនមកបងប្អូនដោយសារតែយើងអាចលក់លក្ខណៈថាស្ទាបស្ទងអញ្ចឹងណាបងប្អូនក្នុងរយៈពេល3ខែដំបូងយើងអាចលក់ស្ទាបស្ទងអញ្ចឹងព្រោះតែថាតំបន់ខ្លះគាត់ហូបអានេះតំបន់ខ្លះគាត់ហូបអានោះខ្ញុំអត់ recommend ឲ្យបងប្អូនថាអ្នកខ្លះគាត់ថាដាក់ឧទាហរណ៍ណាដាក់វល់ទៅដាក់នេះទៅលក់ដាច់ពេលខ្លះនៅម្ដុំគាត់លក់ដាច់មែនតែម្ដុំយើងលក់អត់ដាច់ចាភាសាយើងលក់ចាប់ព្រួយគឺតាមប្លុកភូមិស្រុកចឹងណាបងប្អូនចាគឺយើងយកមកបន្តិចបន្តិចបានបងប្អូនបើសិនជាដេប៉ូនៅឆ្ងាយបងប្អូនមានលុយដែរក៏អាចដាក់មកគេទៅតែបើសម្រាប់ខ្ញុំការលក់ដំបូងយកតែមួយយួរតែបងប្អូនចាគឺអីវ៉ាន់មួយយួរគ្រប់មុខហ្មងខ្ញុំយកគ្រប់មុខហ្មងបងប្អូនអីក៏ខ្ញុំយកដែរឲ្យតែគ្រឿងកំប៉ុងគឺខ្ញុំយកគ្រប់មុខនិយាយទៅមួយមុខមួយយួរហ្នឹងទៅស្ករប៊ីចេបន្តិចមួយមុខតែមកប៊ីចេយកតែ1គីឡូទេហើយស្ករយក5គីឡូហើយអីវ៉ាន់ផ្សេងទៀតតិចតួចអញ្ចឹងណាបងប្អូនយើងយកនិយាយទៅព្យាយាមរកឲ្យបានច្រើនមុខបំផុតតាមដែលអាចធ្វើទៅបានតែគឺមួយមុខបន្តិចចាព្រោះហើយបើលក់ដំបូងសម្រាប់អ្នកដែលទៅបើកលក់បានកន្លះខែមួយខែឬក៏2 3ថ្ងៃឬក៏ទៅបើកចាបើសិនជាមួយថ្ងៃលក់បានត្រឹមលក្ខណៈថា 4-5 ម៉ឺនអីមិនបាច់តូចចិត្តព្រោះយើងលក់ដំបូងគេដែរស្គាល់បងប្អូនគេដែរស្គាល់តែយើងលក់ទេអញ្ចឹងណាគេមកទិញយើងបងប្អូនព្រោះយើងទៅលក់អញ្ចឹងតែបើសិនជាបងអូនលក់គឺសិតតែចាបើសិនជាបងប្អូនលក់បើសិនជាបងប្អូនប្រើប្រព័ន្ធបណ្ដាញសង្គមខ្ញុំលើកទឹកចិត្តឲ្យបងប្អូនផុសថាយើងលក់អីមានអីផុសទៅកំថាអូយផុសធ្វើអីទេអាលក់ចាំហួយទីទួយធ្វើបើកតូបទូចមួយនឹងដើមម៉ានឬថាដើម40ម៉ឺនចុះបើកតូបប៉ុណ្ណឹងផុសទៅអីទេខ្មាស់គេតូបធំជាងហ្នឹងគេផុសគុំគិតចឹងបងប្អូននេះជាបទពិសោធន៍របស់ខ្ញុំផុសលក់បងប្អូនខ្ញុំមានម៉ូយច្រើនចាអ្នកខ្លះទៅគិតទិញទៅគាត់កំងយើងយកទៅឲ្យចឹងទៅគិតនៅសារគាត់បាក់មកទិញជាប់កូនជាប់អីចឹងណាហើយផុសលក់ទៅបងប្អូនអានេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលខ្ញុំផុសលក់ហើយខ្ញុំលក់បានបងប្អូនចាមានអីវ៉ាន់អីចូលថ្មីមីឬក៏រឿងអីយើងចូលថ្មីនំណែកអីក៏ខ្ញុំផុសចាហើយខ្ញុំលក់បានបងប្អូននេះសួរតែអត់ទេមានអ្នកថាអត់ចាមានគេថាអូយតូបប៉ុណ្ណឹងលក់គ្រាន់តែលក់អង្គលេងលក់អីសោះចាំបាច់ថតផុសគ្រាន់តែលក់ស្ដេចតែសិនមិនថតផុសតែជាក់ស្ដែងគឺខ្ញុំលក់ដាច់បងប្អូនដោយសារតែភាគច្រើនបងប្អូន2025 2026នេះគឺអ្នកប្រើប្រព័ន្ធបណ្ដាញសង្គមគឺច្រើនមែនទែនសឹងថាខ្ញុំថាមនុស្សចាស់គឺមានសង្គ្រោះគ្នាអញ្ចឹងខ្ញុំនិយាយទៅបងប្អូនផុសទៅកុំខ្មាស់គេបងប្អូនដូចខ្ញុំអញ្ចឹងខ្ញុំអត់ប្រកែកនិយាយបើជួបខ្ញុំក្រៅគឺខ្ញុំអត់ប្រកែកនិយាយដូចក្នុងវីដេអូអញ្ចឹងទេដោយសារតែពេលនៅជួបមនុស្សច្រើនខ្ញុំអត់ស្អីនិយាយទេតែពេលធ្វើវីដេអូអញ្ចឹងខ្ញុំព្យាយាមថាអ្វីដែលខ្ញុំធ្វើទៅគឺបានប្រយោជន៍ដល់អ្នកដែលមើលខ្ញុំចាពួកគាត់អាចថាមិនថាគាត់យកគំនិតយើងទៅទាំងអស់ហើយបងប្អូនយកទៅកន្លែងណាល្អទៅបងប្អូនស្ដាប់ទៅកន្លែងនេះល្អហើយធ្វើតាមអីចឹងណានេះសម្រាប់អ្នកដែលបើកលក់ដំបូងបងប្អូនចាបើសិនជាមិនទាន់បើកគេទៅបើកចាប់ដើមបើកឬកំពុងគិតបើកគឺបើកបានហើយរឿងមួយដែលដាច់ខាតគឺលក់កុសជាពាក់ណាបងប្អូនកុំឲ្យធ្លាប់ចាតែយើងធ្លាប់ជាពាក់ហើយគឺរៀងប្របាក់ដល់ស្រាយតិចតែឥឡូវនេះខ្ញុំដល់ស្រាយបានហើយខាងខ្ញុំវារៀងប្របាក់ដែរបងប្អូនដោយសារតែយើងធ្លាប់ជាពាក់អញ្ចឹងពីមុនមកយើងជាពាក់អញ្ចឹងឥឡូវគេចង់ជាពាក់ទៀតអញ្ចឹងតែខ្ញុំផ្ដាច់បានហើយបងប្អូនដោយសារតែការជាពាក់គឺអីវ៉ាន់ចាប់ហួយគឺលំចង់លឿនហ្មងបងប្អូនចារត់ដើមរងចង់ឃើញទេចឹងយើងកុំជពាក់អីយើងអាចនិយាយតាមតាណាណាបងប្អូនប្រាប់គាត់តាមតាណាទៅហើយបើអ្នកដែលគាត់ទៅលក់គាត់អាចអត់ជពាក់ពីដើមមកគឺល្អប្រាប់តែតូបខ្ញុំអត់ជពាក់ទេបងហើយព្រោះអីយើងលក់អីវ៉ាន់តិចដើមតិចអត់មានដើមពេញអីចឹងត្រូវការ
លុយទៅវល់ដើមវល់អីវ៉ាន់វិញអញ្ចឹងណាគឺថាយើងចំណេញតិចតួចទេបងប្អូនចំណេញតិចតួចយើងខ្ញុំអត់មានដើមទេបងប្អូនមកកំពុងបាន100 200យើងនិយាយទៅយើងដោះស្រាយតាមតាណាណាបងប្អូនចាអារឿងជាពាក់នេះមួយគឺដាច់ខាតហើយសារាយវ៉ាន់ចាប់មួយគឺលក់អត់មានលុយវល់ដើមវិញទេបងប្អូនលក់ទៅគឺអស់ហើយអញ្ចឹងតាមសារជាថ្មីសម្រាប់បងប្អូនដែលចង់លក់ចាបើកលក់បានខ្ញុំលក់បានហើយបងប្អូនព្រោះអីគិតយូរដែរតាំងពីនៅនេះគាត់ថាវាជាបុគ្គលរបស់ខ្ញុំក្តីសម័យមួយអញ្ចឹងណាគាត់ថានៅផ្ទះអាចលក់ដូរបានមើលកូនបានព្រោះអីយើងលក់អានេះយើងនៅផ្ទះយើងធ្វើម្ហូបធ្វើអីបានមានណាគេមកទិញយើងរហូតណាបងប្អូនយើងអាចមើលថែផ្ទះយើងបានដាំដំណាំដាំអីបានយើងមិនហាមទៅមុខទេបើនិយាយទៅគេធ្វើបានច្រើនបងប្អូននៅផ្ទះព្រោះអីយើងនៅផ្ទះយើងលក់បានផ្ទះយើងហើយនៅផ្ទះយើងធ្វើកិច្ចការផ្ទះបានអញ្ចឹងណាបងប្អូនយើងមិនចាំបាច់ទៅលក់នៅផ្សារឬក៏លក់នៅកន្លែងផ្សេងៗត្រូវរើវ៉ាន់ទៅមកហើយយើងធ្វើតូបវាស្អាតមួយទៅគឺយើងអាចលក់បានហើយបងប្អូនហើយនិយាយរឿងតូបនោះដែរបើមិនជាបងប្អូនមិនទាន់មានតូបអាចថាកន្លែងណាដែលអាចលក់បានដំបូងបងប្អូនមានដើមមើលកន្លែងណាដែលអាចលក់បានដាក់លក់សិនទៅបងប្អូនខ្ញុំលក់ដំបូងតាមសញ្ញាផ្ទះទេអត់មានតូបអញ្ចឹងទេបងប្អូនលក់តាមសញ្ញាផ្ទះយើងអញ្ចឹងហើយអញ្ចឹងខ្ញុំលក់បានបងប្អូនហើយអ្នកក៏លក់បានដូចខ្ញុំដែរបងប្អូនព្រោះថាពីបាត់នេះវាអត់ពិបាកលក់ប៉ុន្តែបើមិនតែយើងអត់មានគោលដៅច្បាស់លាស់ក៏វាពិបាកដែរបងប្អូនហើយចំណុចមួយទៀតដែលខ្ញុំចង់ផ្ដាំបងប្អូនគឺរឿងសន្សំខ្ញុំតែងតែនិយាយសឹងគ្រប់វីដេអូពីចំណុចហ្នឹងគឺរឿងជាពាក់ឯរឿងសន្សំកុំជាពាក់ហើយត្រូវតែសន្សំបងប្អូនបើថាលក់បានត្រឹម4 5ម៉ឺនអីអញ្ចឹងអាច5000ទៅ10000ទៅចាបើបងប្អូនលក់បានច្រើនដល់ខ្ទង់លានបងប្អូនអាចដាក់10000 20000តែភាគច្រើនគឺថាគេលេងតុងទីនលេងអីខ្ញុំអត់លេងទេបងប្អូនព្រោះលុយនៅដៃគេខ្ញុំគិតថាវាអត់ស្រួលលុយខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំទុកខ្លួនឯងបងប្អូនកូនជ្រូកមួយញុកចាថ្ងៃមុនហ្នឹងកូនអត់ស្រួលខ្លួនបានប្រហែលខែទេកូនជ្រូកទូចហ្នឹងគឺខ្ញុំបោកទៅបាន1លានជាងដែរបងប្អូនគឺអាចដោះតបានមួយគ្រាបានលុយនឹងមកវល់លេវ៉ាន់ដែរអញ្ចឹងខ្ញុំក៏ញុកតទៀតបងប្អូនអញ្ចឹងបងប្អូនគួរតែធ្វើដូចខ្ញុំគួរអីចំណុចនេះខ្ញុំរីកមកឲ្យបងប្អូនសន្សំចាបើលក់មិនសន្សំដូចគេធ្លាប់និយាយថាលក់ចាប់ហួយមួយឆ្នាំតមួយឆ្នាំអត់មានសល់អីទេបើបងប្អូនអត់សន្សំគឺមែនអត់សល់អីទេបងប្អូនព្រោះយើងទៅមហោបទៅអីផ្សេងពេលខ្លះចាយចូលដើមទៀតចាហើយយើងបើសិនជាយើងមិនកត់ទេយើងអត់ដឹងទេថាយើងចាយចូលដើមព្រោះបន្តិច1000 2000 500អីហ្នឹងកូនសុំទៅមកហ្នឹងគឺលុយដល់អីវ៉ាន់ហើយទាំងអីវ៉ាន់ចាប់ហួយដូចខ្ញុំអញ្ចឹងខ្ញុំលក់បានមួយថ្ងៃតា100000ជាងអញ្ចឹងសាច់ចំណេញរបស់ខ្ញុំគឺប្រហែលជាខ្ទង់តែ10000 15000ទៅ20000នេះអត់ច្រើនទេអញ្ចឹងបើខ្ញុំចាយលើប៉ុណ្ណឹងគឺចូលដើមហើយចាអរគុណច្រើនសម្រាប់អ្នកទស្សនាវីដេអូអរគុណមែនទែនចា